បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើចែកជូនវីដេអូទៅដល់បងប្អូនទាំងអស់គ្នារបៀបពេលយើងខលទៅឲ្យវាចេញជាវីដេអូអញ្ចឹងណាពេលយើងខលដំបូងដូចយើងមិនទាន់ដាក់វីដេអូទេយើងខលវាចេញជាខលធម្មតាពេលយើងដាក់ជាវីដេអូទៅវាលោតមកជាវីដេអូអញ្ចឹងណារបៀបខ្ញុំខលទៅខលអញ្ចឹងណាខ្ញុំយកទូរស័ព្ទមួយខលទៅទូរស័ព្ទមួយនេះវាចេញជាលក្ខណៈដូចដើមរបស់វាដូចបោះស៊ីនរបស់វាអញ្ចឹងណាពេលយើងដាក់រូបភាពទៅឲ្យវាចេញជាវីដេអូអ្នកបងប្អូននេះជាលក្ខណៈរបស់ដើមរបស់វាហ្នឹងហើយយើងចូលកំណត់ទាំងអស់គ្នាដើម្បីឲ្យវាចេញជាវីដេអូពេលយើងខលបាទតោះយើងធ្វើទាំងអស់គ្នាបងប្អូនបាទបងប្អូនមុនដំបូងបងប្អូនចូលកន្លែង setting នេះមកហើយចូល setting ហើយបងប្អូន scroll ឡើងទៅលើកន្លែងនេះកន្លែងគេដាក់សំឡេងនិងការញ័រនេះចុចទៅនេះមួយមកហើយបងប្អូន scroll ឡើងមកលើមកហើយយើងចុចកន្លែងនេះកន្លែងសំឡេងរោទូរស័ព្ទនេះបងប្អូនបន្ទាប់មកទៀតតែខ្ញុំវាចេញជាសំឡេងវីដេអូនេះជាគេដាក់ថាតន្ត្រីរបស់អ្នកខ្ញុំចុចឲ្យកន្លែងវីដេអូនេះចុចកន្លែងវីដេអូនេះសំឡេងដើមរបស់វាហើយនេះយើងដាក់សំឡេងរោជាលក្ខណៈវីដេអូអញ្ចឹងណាបងប្អូនចុចទៅនេះមួយមកហើយខ្ញុំដាក់រូបវីដេអូមួយនេះមកបាទចាក់ពេលខលមកវាចេញជាវីដេអូបែបនេះបងប្អូនហើយបងប្អូនចុចកំណត់ទៅនេះមកបាទហើយយើងចេញមកវិញហើយយើងយកទូរស័ព្ទមួយទៀតយើងខលបងប្អូនចាំមិនឃើញអ្នកបងប្អូនវាចេញជាវីដេអូមិនអត់ឃើញចេញជាវីដេអូទេឥឡូវវាចេញជាវីដេអូហើយបាទមិញវាចេញពីលក្ខណៈយើងខលធម្មតាឥឡូវពេលយើងកំណត់ដាក់ជាវីដេអូវាចេញជាវីដេអូអញ្ចឹងបាទអរគុណបងប្អូនទាំងអស់គ្នាជួយទស្សនាទាំងអស់គ្នារៀនធ្វើទាំងអស់គ្នាចុច Subscribe ហើយចុច Share វីដេអូម្នាក់មួយផងណាដើម្បីចែកជូនបងប្អូនយើងផ្សេងទៀត